ស្ត្រីម្នាក់ពេលខ្លាចជាប្រពន្ធនិងជាម្ដាយគាត់មិនត្រឹមតែយកសេចក្តីស្រឡាញ់ដាក់ក្នុងគ្រួសារមួយទេស្ត្រីយកទាំងពេលវេលាកម្លាំងសុខភាពនិងក្តីស្រមៃរបស់ខ្លួនទៅដាក់ក្នុងគ្រួសារនោះស្ត្រីជាច្រើនធ្លាប់មានក្តីស្រមៃផ្ទាល់ខ្លួនមានការងារដែលចង់ធ្វើមានកន្លែងដែលចង់ទៅនិងមានជីវិតដែលចង់កសាងប៉ុន្តែនៅពេលមានគ្រួសាររឿងខ្លះត្រូវពន្យាខ្លះត្រូវបោះបង់ហើយខ្លះទៀតមិនអាចត្រឡប់មកវិញបានម្ដងទៀតទេមានម្ដាយជាច្រើនដែលអត់ងងុយពេលកូនឈឺបារម្ភមុនគេពេលគ្រួសារខ្វះខាតមានស្ត្រីខ្លះចេញទៅរកប្រាក់ដោយប្តីហើយត្រឡប់មកផ្ទះបន្តធ្វើជាម្ដាយជាប្រពន្ធនិងជាអ្នករៀបចំរឿងតូចធំរាប់មិនអស់នៅក្នុងគ្រួសារការលះបង់ទាំងនេះមិនមានប្រាក់ខែមិនមានសញ្ញាបត្រហើយក៏គ្មានអ្នកណាកត់ត្រាថាស្ត្រីបានធ្វើការងារប៉ុន្មានម៉ោងក្នុងមួយថ្ងៃដែរព្រោះវាត្រូវបានគេចាត់ទុកជាយូរមកហើយថាជាតួនាទីរបស់ស្ត្រីនិយាយបែបនេះក៏មិនមានន័យថាបុរសមិនលះបង់ឬមិនគិតពីគ្រួសារនោះទេបុរសជាច្រើនធ្វើការទទួលសម្ពាធនិងលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីប្រពន្ធកូនដូចគ្នាជាពិសេសបុរសជំនាន់ថ្មីជាច្រើនក៏កំពុងតែផ្លាស់ប្ដូរផ្នត់គំនិតចាស់ៗដោយចូលរួមថែកូនធ្វើការងារផ្ទះនិងគ្រប់គ្រងអាជីពរបស់ប្រពន្ធប៉ុន្តែអ្វីដែលគួរគិតគឺស្ត្រីនៅតែត្រូវគេរំពឹងឲ្យលះបង់ហើយបន្ទាប់ពីលះបង់ហើយគាត់នៅតែត្រូវគេប្រាប់ថាត្រូវតែស្អាតត្រូវតែផ្គប់ចិត្តប្តីនិងត្រូវតែផ្ដល់ឲ្យប្តីគ្រប់គ្រាន់បើមិនដូច្នោះទេបុរសអាចទៅរកអ្នកផ្សេងសំណួរគឺតើស្ត្រីម្នាក់ត្រូវផ្ដល់ប៉ុន្មានទៀតទើបហៅថាគ្រប់បើស្ត្រីបានផ្ដល់ពេលវេលាឲ្យគ្រួសារលះបង់រាងកាយដើម្បីបង្កើតកូនលះបង់ដំណេកដើម្បីមើលកូនលះបង់កម្លាំងដើម្បីជួយរកប្រាក់និងថែទាំផ្ទះដើម្បីដើរជាមួយមនុស្សម្នាក់តើហេតុអ្វីនៅតែត្រូវសួរថាគាត់បានផ្ដល់គ្រប់ហើយឬនៅពីក្រោយស្នាមជ្រីវជ្រួញអាចមានរយៈពេល20ឆ្នាំដែលស្ត្រីម្នាក់បានដើរជាមួយគ្រួសារមួយនៅពីក្រោយរាងកាយដែលប្រែប្រួលអាចមានកូនម្នាក់2នាក់ឬ3នាក់ដែលស្ត្រីបានពោពោះនិងបង្កើតនៅពីក្រោយភាពហត់នឿយអាចមានការងាររាប់ពាន់ថ្ងៃដែលគ្មានអ្នកណាបានឃើញស្ត្រីបានផ្ដល់ច្រើនរហូតភ្លេចទុកពេលវេលាក្តីស្រមៃនិងសេចក្តីសុខខ្លះសម្រាប់ខ្លួនឯងយើងមិនអាចយកអ្វីដែលស្ត្រីបានលះបង់សម្រាប់គ្រួសារមកធ្វើជារឿងធម្មតាហើយបែរជាយកអ្វីដែលស្ត្រីមិនអាចផ្ដល់បានមកធ្វើជាហេតុផលបន្ទោសគាត់នោះទេការលះបង់របស់ស្ត្រីមិនគួរត្រូវបានឆ្លើយតបដោយការទាមទារឲ្យគាត់ផ្ដល់បន្ថែមទៀតឡើយវាគួរត្រូវបានឆ្លើយតបដោយការមើលឃើញការដឹងគុណការគោរពនិងភាពស្មោះត្រង់ជំនួសឲ្យសំណួរថាតើស្ត្រីម្នាក់បានផ្ដល់ឲ្យគ្រួសារគ្រប់គ្រាន់ហើយឬនៅយើងគួរសួរថាតើយើងបានឲ្យតម្លៃគ្រប់គ្រាន់ដល់អ្វីដែលស្ត្រីបានផ្ដល់ហើយឬនៅផ្ដល់តម្លៃដល់ស្ត្រីគឺផ្ដល់តម្លៃដល់ខ្លួនឯងកូននិងអនាគតសង្គមជាតិខ្ញុំរស់សុធាពី News Today NTTV